ប្រជាម្ចាស់ដែលតស៊ូដើម្បីខ្ញុំប្រយោជន៍បាននឹងច្បាំងចំនួនអ្នករកគ្នាហើយអ្នករកគ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងពិបាកបំផុតនៅក្នុងទាំងផ្នែកសេដ្ឋកិច្ចនិងផ្លូវចិត្តមិនសូវមានអ្នកជួយយើងទេជាពិសេសស្ទើរតែគ្មានអ្នកណាម្នាក់តស៊ូជាមួយការលំបាកជំនួសយើងឡើយសូម្បីតែគ្រួសារយើងក៏សូម្បីតែគ្រួសារដែលយើងស្រឡាញ់ក៏ជួនកាលបោះបង់យើងចោលដែរយើងមិនត្រូវភ័ន្តច្រឡំនោះទេគ្រាន់តែនៅស្ងៀមប៉ុណ្ណោះមិនមែនមានន័យថាយើងមិនធ្វើអ្វីសោះតាមបែបអសកម្មនោះឡើយវាមានន័យថានៅពេលដែលជួបទុក្ខលំបាកយើងមិនត្រូវរអ៊ូរទាំដាក់ប្រជាម្ចាស់ឡើយយើងត្រូវបោះបង់ចោលនៅអាកប្បកិរិយារអ៊ូរទាំដាក់ព្រះអង្គម្ចាស់វិញដោយគ្រាន់តែមើលឃើញទុក្ខលំបាកនៅចំពោះមុខដើម្បីប៉ុន្តែត្រូវជឿជាក់លើព្រះអង្គទាំងស្រុងហើយបោះជំហានទៅមុខឆ្ពោះទៅរកទុក្ខលំបាកដោយជំនឿសកម្មលោកមូសេបានជឿតាមព្រះបន្ទូលរបស់ព្រះអង្គហើយលើកដំបងឡើងរួចហើយនៅពេលសមុទ្របានបែកចែងប្រជាជនអ៊ីស្រាអែលក៏បានបោះជំហានទៅមុខឆ្ពោះទៅក្នុងសមុទ្រនោះដោយមិនរារែកឡើយនេះគឺជាជំនឿដ៏ត្រឹមត្រូវគឺជាការជឿលើសេចក្តីសន្យារបស់ព្រះអង្គហើយបោះជំហានទៅមុខឆ្ពោះទៅរកទុក្ខលំបាកបន្ទាប់មកព្រះអង្គនឹងតស៊ូជំនួសយើងដើម្បីឈ្នះលើទុក្ខលំបាករបស់យើង